សិផលនិងផលិតផលជលផលមានគុណភាពនិងសុវត្ថិភាពពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពអ្នកប្រើប្រាស់រួមទាំងការបោះជំហានចូលទីផ្សារអន្តរជាតិតែយ៉ាងណាមិញសមត្ថភាពក្នុងការធ្វើតេស្តវិភាគម្ហូបអាហារនៅក្នុងស្រុកគឺនៅមានកម្រិតនៅឡើយអាជ្ញាធរមានសមត្ថកិច្ចផ្នែកសុវត្ថិភាពម្ហូបអាហារនិងធុរកិច្ចក្នុងស្រុកត្រូវចំណាយពេលវេលានិងថវិកាជាច្រើនក្នុងការផ្ញើសំណាក់ទៅកាន់មន្ទីរពិសោធន៍ឯបរទេសដើម្បីវិភាគផ្ទៀងផ្ទាត់ភាពអនុលោមតាមស្តង់ដារគុណភាពនិងសុវត្ថិភាពម្ហូបអាហារគម្រោងអភិវឌ្ឍជលផលក្រោយប្រមូលផលផ្ដល់ការគាំទ្រជាយុទ្ធសាស្ត្រដល់មន្ទីរពិសោធន៍ជាតិនិងឯកជនចំនួន9ដើម្បីទទួលបានការវិតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍កម្រិត ISO IEC 17025កាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2022គម្រោងបានចុះហត្ថលេខាលើលិខិតថ្លែងបំណងជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាគាំទ្រដល់មន្ទីរពិសោធន៍បរិស្ថាននិងសុវត្ថិភាពចំណីអាហារឲ្យសម្រេចបានការទទួលស្គាល់គុណភាពដែលពេលនេះមន្ទីរពិសោធន៍ត្រូវបានទទួលស្គាល់គុណភាពក្នុងការធ្វើតេស្តលើប៉ារ៉ាម៉ែត្រចំនួន15ការទទួលបានការវិតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍កម្រិត ISO 17025វាគឺជាគ្រឹះដ៏រឹងមាំមួយសម្រាប់យើងក្នុងការបន្តបេសកកម្មក្នុងការធ្វើតេស្តវិភាគផលិតផលម្ហូបអាហារនៅកម្ពុជាប្រកបដោយសមត្ថភាពនិងគុណភាពការទទួលស្គាល់នេះបញ្ជាក់ពីសមត្ថភាពរបស់មន្ទីរពិសោធន៍យើងស្របតាមស្តង់ដារអន្តរជាតិបង្កើនទំនុកចិត្តលើលទ្ធផលតេស្តនិងសម្របសម្រួលការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិស្របតាមគោលការណ៍តេស្តតែមួយវិញ្ញាបនបត្រលទ្ធផលតែមួយអាចទទួលស្គាល់គ្រប់ទីកន្លែងផ្អែកលើលទ្ធផលនេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏បានស្នើសុំឲ្យគម្រោង Catfish Capture ផ្ដល់ការគាំទ្របច្ចេកទេសលើការរៀបចំបង្កើតមន្ទីរពិសោធន៍ជាតិកសិកម្មសិទ្ធិត្បូងដំណាក់កាលដំបូងនៃការគាំទ្របច្ចេកទេសសម្រាប់ការបង្កើតមន្ទីរពិសោធន៍ជាតិនេះផ្ដោតលើការវិតម្លៃតម្រូវការសមត្ថភាពការសិក្សាពីលទ្ធភាពការវិភាគតម្រូវការទីផ្សារក្នុងការធ្វើតេស្តផលិតផលម្ហូបអាហារការសិក្សាពីហេតុប៉ះពាល់បរិស្ថាននិងសង្គមនិងការកសាងផែនទីបង្ហាញផ្លូវស្ដីពីកិច្ចប្រតិបត្តិការរបស់មន្ទីរពិសោធន៍ជាតិកសិកម្មសិទ្ធិត្បូងបច្ចុប្បន្នក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបាននឹងកំពុងរៀបចំខ្លួនសម្រាប់ការបង្កើតមន្ទីរពិសោធន៍ជាតិនេះតាមរយៈការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ UNIDO ក្រោមការផ្ដល់ថវិកាគាំទ្រដោយសហភាពអឺរ៉ុប